ជំរាបសួរអ្នកទាំងអស់គ្នាអញ្ញហាសេអូយូរ៉ូប៊ូនៅក្នុងវីដេអូនេះដែរពួកយើងនឹងរៀនដោះស្រាយលំហាត់ដែលមាននៅក្នុង Eonsurf ការអនុវត្តបន្ទាប់ពីពួកយើងបានរៀនវេយ្យាករណ៍ទី2នៃមេរៀនទី4ដែលបានដកស្រង់ចេញពីសៀវភៅ EVS Topic ចំនួនថ្មីទំព័រទី85ទាំងអស់គ្នាដែលការណែនាំនៅក្នុងការដោះស្រាយលំហាត់កន្លែងនេះគេសរសេរថា Ibon Almachin Gosil Kula 문장을 완성하세요តោះសូមអ្នកទាំងអស់គ្នាអានប្រយោគនេះទាំងអស់គ្នា1 2 3ចាអ្នកទាំងអស់គ្នាពិតជាអានបានល្អមែនតើចំពោះ almachin គឺមានន័យថាដែលត្រឹមត្រូវ God គឺមានន័យថាអ្វីប៉ុន្តែកន្លែងនេះគឺយើងបកប្រែថាចម្លើយ almachin God គឺមានន័យថាចម្លើយដែលត្រឹមត្រូវជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេ Cola គឺបានមកពីពាក្យដើម Koruda ដែលមានន័យថាជ្រើសរើសហើយ almachin gosil cola គឺមានន័យថាជ្រើសរើសចម្លើយដែលត្រឹមត្រូវចំណែកឯមុនចាងគឺមានន័យថាប្រយោគគឺជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេវ៉ាន់សងហាសេអូគឺមានន័យថាចូលបំពេញមុនចាងវ៉ាន់សងហាសេអូគឺមានន័យថាចូលបំពេញប្រយោគដូចនេះនាំឲ្យប្រយោគពេញលេញនៃ almachin gosil cola មុនចាងវ៉ាន់សងហាសេអូគឺមានន័យថាចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវមកបំពេញចាអ្នកទាំងអស់គ្នាដើម្បីជ្រើសរើសចម្លើយឲ្យបានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃពាក្យនីមួយៗដែលមាននៅក្នុងប្រអប់ដែលពាក្យទាំងអស់នេះគឺសុទ្ធតែជាពាក្យមានថ្នាក់ពាក្យជានាមហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃកិរិយាសព្ទដែលនៅចុងក្រោយនៃប្រយោគដែលបានបំបែកទៅជាទម្រង់បច្ចុប្បន្ននៃការគួរសមបែបធម្មតានឹងថាជាសកម្មភាពអ្វីទើបអ្នកទាំងអស់គ្នាអាចជ្រើសរើសយកពាក្យដែលនៅក្នុងប្រអប់យកមកបំពេញបានយ៉ាងត្រឹមត្រូវហើយមួយវិញទៀតនៅពេលដែលអ្នកទាំងអស់គ្នាជ្រើសរើសយកពាក្យដែលនៅក្នុងប្រអប់យកមកបំពេញហើយនោះអ្នកទាំងអស់គ្នាក៏ត្រូវតែជ្រើសរើសយកបរិវារស័ព្ទណាដែលអាចប្រើប្រាស់ជាមួយនឹងនាមនោះបានយ៉ាងត្រឹមត្រូវមួយតង់ទៀតទើបចាត់ទុកថាត្រឹមត្រូវ 100% តោះឥឡូវយើងមកមើលចំពោះពាក្យដែលមាននៅក្នុងប្រអប់គឺមានដូចជាពាក្យអីគេអ្នកទាំងអស់គ្នាតោះសូមអានជាមួយគ្នា1 2 3 Sin moon 물 책 밥 주스 텔레비전 thậtចាចំពោះពាក្យថា Sin moon គឺមានន័យថាកាសែត Mul គឺមានន័យថាទឹក Check គឺមានន័យថាសៀវភៅ Pop គឺមានន័យថាបាយ Juice គឺមានន័យថាទឹកផ្លែឈើ Television គឺមានន័យថាទូរទស្សន៍thậtចាអញ្ចឹងយើងមកមើលចំពោះលំហាត់លេខ1កន្លែងនេះគេដាក់ថាតេងតេងឬផាយ៉ូthậtអញ្ចឹងអ្នកទាំងអស់គ្នាពាក្យថាផាយ៉ូគឺមានន័យយ៉ាងដូចម្តេចអ្នកទាំងអស់គ្នាចាផាយ៉ូគឺមានន័យថាមើលអញ្ចឹងមើលកន្លែងនេះគឺយើងត្រូវជ្រើសរើសយកនាមមួយណាដែលស័ក្តិសមជាមួយនឹងកិរិយាសព្ទមើលចាគឺយើងត្រូវជ្រើសរើសយកពាក្យ television thậtអញ្ចឹងនៅពេលដែលពួកយើងជ្រើសរើសយកពាក្យ television ហើយតើអ្នកទាំងអស់គ្នាត្រូវយកបរិវារស័ព្ទឬក៏ឬដែរចាគឺយើងត្រូវយកបរិវារស័ព្ទដោយសារតែបរិវារស័ព្ទគឺគេប្រើប្រាស់វាជាមួយនឹងនាមដែលមានព្យញ្ចុងក្រោយបញ្ចប់ដោយជើងព្យញ្ជនៈអញ្ចឹងយើងមកមើល television을 봐요 គឺមានន័យថាមើលទូរទស្សន៍thậtចាបន្ទាប់មកទៀតយើងចូលមកដល់លំហាត់លេខ2ដែលលំហាត់លេខ2គេដាក់ថាតេងតេងឬ 읽어요 ពាក្យថា 읽어요 គឺមានន័យយ៉ាងដូចម្តេចអ្នកទាំងអស់គ្នាចាគឺមានន័យថាអានអញ្ចឹងអ្នកទាំងអស់គ្នាចំពោះអាននេះដែរតើនាមមួយណាដែលស័ក្តិសមជាមួយនឹងកិរិយាសព្ទអានចាគឺមានដូចជាកាសែតហើយនិងសៀវភៅthậtអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាជ្រើសរើសយកពាក្យកាសែតមុនអញ្ចឹងយើងត្រូវប្រើប្រាស់ជាមួយបរិវារស័ព្ទឬក៏បរិវារស័ព្ទឬដែរអ្នកទាំងអស់គ្នាចាគឺយើងត្រូវប្រើជាមួយនឹងបរិវារស័ព្ទthậtដោយសារតែនាម Sin moon នឹងគឺមានព្យញ្ចុងក្រោយបញ្ចប់ដោយជើងព្យញ្ជនៈអញ្ចឹងនាំឲ្យយើងបានប្រយោគពេញលេញ Sin moon을 읽어요ដែលមានន័យថាអានការសែតតោះបន្តមកទៀត
ចូលមកដល់លំហាត់លេខ3គេដាក់ថា teng ឬ il goyo ដូចគ្នាត្រូវអត់អញ្ចឹង il goyo គឺយើងដឹងហើយមានន័យថាអានអញ្ចឹងនៅពេលដែលយើងជ្រើសរើសយកពាក្យកាសែតហើយគឺនៅសល់ពាក្យអីគេចាគឺនៅសល់ពាក្យសៀវភៅដែលសៀវភៅជាភាសាកូរ៉េគឺ check ត្រូវអត់អញ្ចឹងយើងជ្រើសរើសយកពាក្យ check យកមកបំពេញបន្ទាប់មកទៀតយើងជ្រើសរើសយកឬក៏ឬដែលជាបរិវារស័ព្ទត្រឹមត្រូវប្រើប្រាស់ជាមួយនឹងពាក្យ check ចាគឺយើងត្រូវប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទនាំឲ្យយើងបាន check គឺ il goyo ត្រូវអត់ដែលមានន័យថាអានសៀវភៅតោះបន្តមកទៀតយើងចូលមកដល់លំហាត់លេខ4ដែលលំហាត់លេខ4នេះដែរគេដាក់ថា teng ឬ mashoyo អញ្ចឹងយើងដឹងហើយពាក្យ mashoyo គឺមានន័យយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាចាគឺមានន័យថាផឹកអញ្ចឹងតើពាក្យមួយណាដែលប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទផឹកដែរអ្នកទាំងអស់គ្នាចាគឺមានដូចជាពាក្យមូលហើយនឹងជូស៊ឺត្រូវអត់អញ្ចឹងប្រសិនបើពួកយើងជ្រើសរើសយកពាក្យជូស៊ឺមុនយកមកបំពេញអញ្ចឹងអ្នកទាំងអស់គ្នាត្រូវជ្រើសរើសយកបរិវារស័ព្ទឬក៏ឬដែរចាគឺត្រូវជ្រើសរើសយកបរិវារស័ព្ទឬត្រូវអត់ដោយសារតែជូស៊ឺគឺមានព្យញ្ជនចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈនោះទេនាំឲ្យយើងបានជូស៊ឺឬ mashoyo គឺមានន័យថាផឹកទឹកផ្លែឈើតោះបន្តមកទៀតចូលមកដល់លំហាត់លេខ5ដែលកន្លែងនេះគេដាក់ថា teng ឬ mashoyo ដែលយើងដឹងហើយ mashoyo គឺមានន័យថាផឹកត្រូវអត់អញ្ចឹងចំពោះនាមប្រើប្រាស់ជាមួយនឹងកិរិយាសព្ទផឹកហ្នឹងគឺនៅសល់មូលត្រូវអត់អញ្ចឹងយើងយកពាក្យមូលហ្នឹងយកមកដាក់នៅកន្លែងនេះហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវជ្រើសរើសយកបរិវារស័ព្ទឬក៏បរិវារស័ព្ទឬដែរចាគឺយើងត្រូវជ្រើសរើសយកបរិវារស័ព្ទយកមកប្រើប្រាស់ដោយសារតែមូលគឺមានបញ្ចប់ដោយជើងព្យញ្ជនៈអញ្ចឹងនាំឲ្យយើងបានមូលឬ mashoyo គឺមានន័យថាផឹកទឹកហើយបន្តមកទៀតលំហាត់លេខ6គេដាក់ថា teng ឬ mokoyo តោះអ្នកទាំងអស់គ្នា mokoyo គឺមានន័យយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាចាគឺមានន័យថាញ៉ាំអញ្ចឹងអ្នកទាំងអស់គ្នាតើនាមមួយណាដែលអាចប្រើប្រាស់ជាមួយនឹងកិរិយាសព្ទញ៉ាំបានដែរចាគឺផាប់ដែលមានន័យថាបាយហ្នឹងណាអញ្ចឹងយើងយកពាក្យផាប់យកមកបំពេញនៅកន្លែងនេះមកបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវជ្រើសរើសបរិវារស័ព្ទឬក៏ឬដែរចាគឺយើងត្រូវជ្រើសរើសយកបរិវារស័ព្ទដោយសារតែ pub គឺមានបញ្ចប់ដោយជើងព្យញ្ជនៈដូចនេះនាំឲ្យយើងបានប្រយោគពេញលេងគឺ pub mokoyo ដែលមានន័យថាញ៉ាំបាយចាអ្នកទាំងអស់គ្នាបន្ទាប់ពីពួកយើងបានដោះស្រាយលំហាត់លេខ1ធំរួចមកហើយតោះឥឡូវយើងចូលមកដល់ការណែនាំនៃការដោះស្រាយលំហាត់លេខ2ធំវិញម្ដងដែលកន្លែងនេះគេសរសេរថា Pokiwa Kachi Tewa He Poseo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាពិតជាអានបានល្អមែនតើដែលពាក្យថា Poki គឺមានន័យថាឧទាហរណ៍ Wakachi គឺមានន័យថាដូចនឹង Poki Wakachi គឺមានន័យថាដូចនឹងឧទាហរណ៍ Tewa he poseo គឺមានន័យថាចូលសាកសន្ទនាដូចនេះនាំឲ្យប្រយោគពេញលេងនៃ Poki Wakachi Tewa he poseo គឺមានន័យថាចូលសាកសន្ទនាដូចនឹងឧទាហរណ៍ចាអ្នកទាំងអស់គ្នាដើម្បីដោះស្រាយលំហាត់នេះឲ្យបានត្រឹមត្រូវជាដំបូងអ្នកទាំងអស់គ្នាត្រូវយល់អំពីអត្ថន័យនៃពាក្យដែលមាននៅក្នុងប្រអប់ជាមុនសិនហើយពាក្យដែលមាននៅក្នុងប្រអប់គឺសុទ្ធតែជាពាក្យដែលមានថ្នាក់ពាក្យជានាមតោះឥឡូវយើងមកអានពាក្យនេះទាំងអស់គ្នា1 2 3 물 책 과자 영화 커피 사과 신문 우유 តោះចំពោះអត្ថន័យនៃពាក្យទាំងអស់នេះវិញមូលគឺមានន័យថាទឹកឆេកគឺមានន័យថាសៀវភៅខ្វាចាគឺមានន័យថាអាហារសម្រន់យ៉ងហွာគឺមានន័យថាភាពយន្ត coffee គឺមានន័យថាកាហ្វេ សាខ្វាគឺមានន័យថាផ្លែប៉ោម sinmun គឺមានន័យថាកាសែត uyu គឺមានន័យថាទឹកដោះគោហើយបន្ទាប់ពីពួកយើងបានយល់អំពីអត្ថន័យនៃពាក្យដែលមាននៅក្នុងប្រអប់រួចមកហើយតោះឥឡូវយើងចូលមកដល់ឧទាហរណ៍វិញម្ដង
ដែលនៅក្នុងឧទាហរណ៍នេះដែរគឺគេមានឲ្យដូចជារូបភាពជាមួយនឹងប្រយោគសន្ទនាត្រូវអត់អញ្ចឹងយើងមកមើលចំពោះប្រយោគខាកន្លែងនេះហ្នឹងគឺគេដាក់ថា 왕민 씨 지금 뭐 해요 អ្នកទាំងអស់គ្នាសូមអាន1 2 3ចាអ្នកទាំងអស់គ្នាពិតជាអានបានល្អមែនតើចំពោះវ៉ាងមីនគឺឈ្មោះវ៉ាងមីនស៊ីគឺមានន័យថាកញ្ញាឬក៏លោកប៉ុន្តែដោយសារតែវ៉ាងមីនគឺជាឈ្មោះរបស់មនុស្សប្រុសដូចនេះនាំឲ្យវ៉ាងមីនស៊ីគឺមានន័យថាលោកវ៉ាងមីនជីគឹមគឺមានន័យថាឥឡូវនេះម៉ូគឺមានន័យថាអ្វីហេយ៉ូគឺមានន័យថាធ្វើហើយដោយសារតែប្រយោគនេះគឺជាប្រយោគសំណួរនាំឲ្យជីគឹមម៉ូហេយ៉ូគឺមានន័យថាតើឥឡូវនេះធ្វើអ្វីដែរប៉ុន្តែយើងបកប្រែបែបហ្នឹងត្រូវអត់ចំពោះប្រយោគហ្នឹងណាហើយនៅពេលដែលពួកយើងបកប្រែពេញលេងវ៉ាងមីនស៊ីជីគឹមម៉ូហេយ៉ូគឺយើងបកប្រែថាលោកវ៉ាងមីនតើឥឡូវនេះលោកធ្វើអ្វីដែរហើយចម្លើយណាគេឆ្លើយថាប៉ាងឺម៉ូកូយ៉ូតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាពិតជាអានបានល្អមែនតើពាក្យថាប៉ាងគឺមានន័យថានំប៉័ងគឺជាបរិវារស័ព្ទដែលមិនអាចបកប្រែបានទេម៉ូកូយ៉ូគឺមានន័យថាញ៉ាំនាំឲ្យយើងបានប៉ាងឺម៉ូកូយ៉ូគឺមានន័យថាគឺញ៉ាំនំប៉័ងចាអ្នកទាំងអស់គ្នានៅត្រង់ឧទាហរណ៍នេះដែរគឺគេចង់ឲ្យអ្នកទាំងអស់គ្នាមើលឲ្យយល់ពីរូបភាពជាមុនសិននៅពេលដែលអ្នកទាំងអស់គ្នាយល់អត្ថន័យនៃរូបភាពនោះហើយអ្នកទាំងអស់គ្នាត្រូវគិតថាតើចំពោះរូបភាពនោះគឺស័ក្តិសមប្រើជាមួយនឹងកិរិយាសព្ទអីគេបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវបង្កើតប្រយោគអ្នកទាំងអស់គ្នាកុំភ្លេចបង្កើតប្រយោគនោះជាមួយនឹងបរិវារស័ព្ទឲ្យបានត្រឹមត្រូវប្រសិនបើពាក្យនោះបញ្ចប់ដោយជើងព្យញ្ជនៈនោះអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទហើយប្រសិនបើពាក្យនោះមិនបញ្ចប់ដោយជើងព្យញ្ជនៈនោះទេនោះអ្នកទាំងអស់គ្នាត្រូវប្រើជាមួយនឹងបរិវារស័ព្ទឬត្រូវអត់តោះដើម្បីឲ្យកាន់តែច្បាស់យើងចូលមកលំហាត់លេខ1ហើយពួកយើងដោះស្រាយជាមួយគ្នាដែលនៅក្នុងលំហាត់លេខ1នេះដែរគឺពួកយើងនឹងចាប់ផ្ដើមជ្រើសរើសពាក្យមូលដែលមានន័យថាទឹកដើម្បីមកដោះស្រាយជាមុនសិនប៉ុន្តែអ្នកទាំងអស់គ្នាចំពោះពាក្យថាមូលដែលមានន័យថាទឹកហ្នឹងណាតើអ្នកទាំងអស់គ្នាគិតថាគួរតែប្រើប្រាស់ជាមួយនឹងកិរិយាសព្ទអីគេចាគឺត្រូវតែប្រើប្រាស់ជាមួយនឹងកិរិយាសព្ទ Mashoyo ដែលមានន័យថាផឹកទៅអត់អញ្ចឹងអ្នកទាំងអស់គ្នាយើងមកមើលចំពោះប្រយោគសន្ទនាហ្នឹងគឺគេរក្សាទម្រង់ដដែលដោយសំណួរខាននេះគឺគេនៅតែសួរដដែលថាវ៉ាងមីនស៊ីជីគឺម៉ូហេយ៉ូដែលមានន័យថាលោកវ៉ាងមីនតើឥឡូវនេះលោកធ្វើអ្វីដែរត្រូវអត់អញ្ចឹងចម្លើយណាអ្នកទាំងអស់គ្នាគ្រាន់តែយកពាក្យពីរនេះបង្កើតជាមួយគ្នាទៅជាប្រយោគដែលត្រឹមត្រូវរួចយកមកបំពេញរួចជាការស្រេចតោះឥឡូវយើងមកមើលដើម្បីបង្កើតប្រយោគឲ្យបានត្រឹមត្រូវអ្នកទាំងអស់គ្នាត្រូវបន្ថែមបរិវារស័ព្ទនៅពីក្រោយនាមតោះឥឡូវយើងមកមើលមូលគឺមានបញ្ចប់ដោយជើងព្យញ្ជនៈត្រូវអត់អញ្ចឹងយើងត្រូវប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទអីគេដែរឬក៏ឬអ្នកទាំងអស់គ្នាចាគឺយើងត្រូវប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទអញ្ចឹងយើងបានកន្លែងហ្នឹងគឺមូលត្រូវអត់បន្ទាប់មកយើងបូកជាមួយនឹង Mashoyo នាំឲ្យវាคล้ายទៅជាមូល Mashoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាល្អមែនតើអញ្ចឹងចំពោះប្រយោគមូល Mashoyo គឺមានន័យថាគឺផឹកទឹកចាអ្នកទាំងអស់គ្នាអញ្ចឹងពួកយើងបានដោះស្រាយមួយលំហាត់ហើយអញ្ចឹងលំហាត់បន្តបន្ទាប់គឺងាយស្រួលទេត្រូវអត់តោះឥឡូវយើងមកមើលពួកយើងនឹងជ្រើសរើសយកពាក្យ take ដែលមានន័យថាសៀវភៅអញ្ចឹងអ្នកទាំងអស់គ្នាចំពោះសៀវភៅតើអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់វាជាមួយនឹងបរិវារស័ព្ទអីគេទើបត្រឹមត្រូវចាគឺយើងត្រូវប្រើជាមួយនឹងបរិវារស័ព្ទ il koyo ដែលមានន័យថាអានត្រូវអត់
ប៉ុន្តែដើម្បីបង្កើតប្រយោគបានអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់បរិវារស័ព្ទជាមួយនឹងនាមឲ្យបានត្រឹមត្រូវជាមុនសិនតោះឥឡូវយើងមកមើលចំពោះពាក្យ check គឺមានបញ្ចប់ដោយជើងព្យញ្ជនៈដូចនេះយើងត្រូវប្រើវាជាមួយនឹងឬក៏ឬដែរចាគឺយើងត្រូវប្រើប្រាស់ជាមួយនឹងនាំឲ្យយើងបានកន្លែងនេះគឺ check គឺហើយបូកជាមួយនឹង il ក៏យោខ្លាយទៅជាគេអ្នកទាំងអស់គ្នាចាគឺ check គឺ il ក៏យោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាល្អមែនតើចំពោះប្រយោគ check គឺ il ក៏យោគឺមានន័យថាគឺអានសៀវភៅហើយបន្តមកទៀតយើងចូលមកដល់ការជ្រើសរើសយកពាក្យខ្វះចាដែលមានន័យថាអាហារសម្រន់អញ្ចឹងអ្នកទាំងអស់គ្នាចំពោះអាហារសម្រន់តើពួកយើងគួរតែជ្រើសរើសយកកិរិយាសព្ទមួយណាដែលប្រើប្រាស់ជាមួយវាឲ្យបានត្រឹមត្រូវចាគឺយើងត្រូវប្រើប្រាស់ជាមួយនឹងកិរិយាសព្ទមកយោដែលមានន័យថាញ៉ាំត្រូវអត់អញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលពួកយើងបង្កើតប្រយោគគឺយើងត្រូវមានបរិវារស័ព្ទដែលនៅពីក្រោយនាមហើយបរិវារស័ព្ទនោះតើអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់ជាមួយនឹងឬក៏ដែរដោយសារតែខ្វល់ចាគឺមានជាងចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈអញ្ចឹងចាគឺយើងត្រូវប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទឬនាំឲ្យកន្លែងនេះយើងបានខ្វល់ចាឬហើយបូកជាមួយនឹងមកយោនាំឲ្យវាខ្លាយទៅជាអីគេចាគឺខ្វល់ចាឬមកយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះប្រយោគខ្វល់ចាឬមកយោគឺមានន័យថាគឺញ៉ាំអាហារសម្រន់ចាបន្តមកទៀតយើងចូលមកដល់ពាក្យយ៉ងហွာដែលមានន័យថាភាពយន្តអ្នកទាំងអស់គ្នាចំពោះភាពយន្តគឺយើងត្រូវតែប្រើប្រាស់ជាមួយនឹងកិរិយាសព្ទអីគេដែរអ្នកទាំងអស់គ្នាចាគឺកិរិយាសព្ទផាយោដែលមានន័យថាមើលប៉ុន្តែនៅពេលដែលពួកយើងបង្កើតប្រយោគពេញលេញយើងត្រូវការមានបរិវារស័ព្ទនៅពីក្រោយនាមយ៉ងហွာហើយដោយសារតែយ៉ងហွာនេះគឺមានព្យាញ្ចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈនោះទេដូចនេះគេត្រូវប្រើជាមួយនឹងបរិវារស័ព្ទឬក៏ដែរអ្នកទាំងអស់គ្នាចាគឺគេប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទឬត្រូវអត់នាំឲ្យគេបានយ៉ងហွာឬត្រូវអត់ហើយបន្ទាប់មកបូកជាមួយនឹងផាយោនាំឲ្យវាខ្លាយទៅជាអីគេចាគឺយ៉ងហွာឬផាយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាអញ្ចឹងយ៉ងហွာឬផាយោគឺមានន័យថាគឺមើលភាពយន្តឬក៏ពួកយើងអាចបកប្រែម្យ៉ាងទៀតបានថាមើលរឿងកុនក៏បានដែរតោះបន្តមកទៀតយើងចូលមកដល់ពាក្យ coffee ដែលមានន័យថាកាហ្វេអញ្ចឹងអ្នកទាំងអស់គ្នាចំពោះកាហ្វេគឺយើងត្រូវប្រើប្រាស់ជាមួយនឹងកិរិយាសព្ទអីគេដែរអ្នកទាំងអស់គ្នាចាគឺយើងត្រូវប្រើប្រាស់ជាមួយកិរិយាសព្ទ Mashoyo ដែលមានន័យថាផឹកត្រូវអត់ប៉ុន្តែដើម្បីបង្កើតប្រយោគឲ្យបានត្រឹមត្រូវនៅកន្លែងចម្លើយណានេះតើចំពោះពាក្យ copy ហ្នឹងណាតើពួកយើងត្រូវប្រើជាមួយនឹងបរិវារស័ព្ទឬក៏ដែរដោយសារតែ copy នេះគឺមានព្យាញ្ចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈអញ្ចឹងចាគឺយើងត្រូវប្រើជាមួយនឹងបរិវារស័ព្ទឬត្រូវអត់នាំឲ្យកន្លែងហ្នឹងយើងបាន copy ឬត្រូវអត់ហើយបន្តមកទៀតយើងបូកជាមួយនឹង Mashoyo នាំឲ្យវាខ្លាយទៅជាប្រយោគពេញលេញអីគេអ្នកទាំងអស់គ្នាចាគឺ copy ឬ Mashoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាចំពោះប្រយោគ copy ឬ Mashoyo គឺមានន័យថាគឺផឹកកាហ្វេចំណែកឯពាក្យបន្ទាប់គឺពាក្យសាខ្វាដែលមានន័យថាផ្លែប៉ោមត្រូវអត់អញ្ចឹងអ្នកទាំងអស់គ្នាចំពោះផ្លែប៉ោមតើគេគួរតែប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទអីគេដែរអ្នកទាំងអស់គ្នាចាគឺកិរិយាសព្ទមកយោដែលមានន័យថាញ៉ាំត្រូវអត់អញ្ចឹងដើម្បីបង្កើតប្រយោគឲ្យបានពេញលេញតើអ្នកទាំងអស់គ្នាត្រូវបង្កើតវាយ៉ាងដូចម្ដេចប្រសិនបើសារខ្វល់កន្លែងនេះគឺមានបញ្ចប់ដោយស្រៈត្រូវអត់មិនបញ្ចប់ដោយជើងព្យញ្ជនៈគេត្រូវប្រើប្រាស់វាជាមួយនឹងបរិវារស័ព្ទអីគេ
ចាគឺប្រើប្រាស់ជាមួយនឹងបរិវារស័ព្ទឬដដែលត្រូវរត់នាំឲ្យកន្លែងនឹងសាខ្វឬហើយបន្តមកទៀតនៅពេលដែលបូកជាមួយនឹងមកយោនាំឲ្យយើងបានឯគេអ្នកទាំងអស់គ្នាចាគឺសាខ្វឬមកយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាល្អមែនតើចំពោះប្រយោគសាខ្វឬមកយោគឺមានន័យថាគឺញ៉ាំផ្លែប៉ោមរីឯពាក្យបន្ទាប់យើងចូលមកដល់ពាក្យ sin moon ដែលមានន័យថាការសែតត្រូវរត់អ្នកទាំងអស់គ្នាចំពោះការសែតតើគេត្រូវប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទអីគេដែរចាគឺកិរិយាសព្ទIlgoyo ដែលមានន័យថាអានត្រូវរត់ហើយដើម្បីបង្កើតប្រយោគឲ្យបានពេញលេញតើចំពោះពាក្យ sin moon នេះដែលមានព្យាញ្ចុងក្រោយនឹងបញ្ចប់ដោយជើងព្យញ្ជនៈតើគេត្រូវប្រើប្រាស់វាជាមួយនឹងបរិវារស័ព្ទឬក៏ឬដែរចាគឺបរិវារស័ព្ទត្រូវរត់នាំឲ្យយើងបានកន្លែងនេះ sin moon ត្រូវរត់ហើយនៅពេលដែលបូកជាមួយនឹងកិរិយាសព្ទ ilgoyo នាំឲ្យយើងបានប្រយោគពេញលេញទៅជាអីគេអ្នកទាំងអស់គ្នាចាគឺ sin moon ilgoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាល្អមែនតើអញ្ចឹងចំពោះប្រយោគ Sinmonul ilgoyo គឺមានន័យថាគឺអានការសែតហើយចំពោះពាក្យចុងក្រោយគឺពាក្យ u ដែលមានន័យថាទឹកដោះគោអញ្ចឹងអ្នកទាំងអស់គ្នាចំពោះពាក្យទឹកដោះគោតើយើងគួរប្រើប្រាស់ជាមួយនឹងកិរិយាសព្ទអីគេដែរអ្នកទាំងអស់គ្នាចាគឺកិរិយាសព្ទ mashoyo ដែលមានន័យថាផឹកត្រូវរត់ហើយនៅពេលដែលពួកយើងចង់បង្កើតប្រយោគឲ្យបានត្រឹមត្រូវនឹងពេញលេញចំពោះពាក្យ uyu នេះដោយសារតែ uyu គឺមានព្យាញ្ចុងក្រោយមិនបញ្ចប់ដោយជើងព្យញ្ជនៈនោះទេគឺបញ្ចប់ដោយស្រៈដូចនេះគេត្រូវប្រើប្រាស់វាជាមួយនឹងបរិវារស័ព្ទឬក៏ឬដែរចាគឺបរិវារស័ព្ទឬត្រូវរត់ซึ่งនាំឲ្យពួកយើងបានកន្លែងនេះគឺ uyu ឬត្រូវរត់ហើយនៅពេលដែលបូកជាមួយនឹង mashoyo ទៀតនាំឲ្យយើងបានប្រយោគពេញលេញទៅជាអីគេអ្នកទាំងអស់គ្នាចាគឺ uyu ឬ mashoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាល្អមែនតើចំពោះប្រយោគuyu ឬ mashoyo គឺមានន័យថាគឺផឹកទឹកដោះគោហើយអ្នកទាំងអស់គ្នាដោយសារតែពួកយើងបានរៀនដោះស្រាយធ្វើលំហាត់អនុវត្តនៃវេយ្យាករណ៍ទី2នៅក្នុងមេរៀនទី4ជាមួយគ្នារួចមកហើយដូចនេះសូមអ្នកទាំងអស់គ្នាកុំភ្លេចធ្វើលំហាត់នេះដោយខ្លួនឯងផ្ទាល់នៅក្នុងសៀវភៅពុម្ព EPS Topic ចំនួនថ្មីទំព័រទី85ឲ្យបានត្រឹមត្រូវផងហើយប្រសិនបើអ្នកទាំងអស់គ្នាមានសំណួរអ្វីទាក់ទងទៅនឹងមេរៀនដែលមាននៅក្នុងវីដេអូមួយនេះសូមអ្នកទាំងអស់គ្នាទាក់ទងផ្ទាល់ទៅកាន់ Telegram ជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ